ឃើញល្បីនៅ Wall Street ដែលថាmatcha មកកន្លែងគាត់នេះមានស្រួយ cream cheese ពីលើហ្នឹងខ្ញុំមើលដំបូងឡើយស្មានតែស្ករទាញតែនិយាយទៅប្លែកមែនធ្លាប់តែញ៉ាំរបៀបដូចជា cream cheese ធម្មតាអញ្ចឹងនៅមានមនុស្សផ្សេងៗច្រើនជាងនឹងទៀតអញ្ចឹងនិយាយទៅកន្លែងគាត់ហ្នឹងគឺមានគេទិញច្រើនសម្រាប់ឈ្មោះកន្លែងគាត់ហ្នឹងវិញដូចជាឈ្មោះកាហ្វេអំបិលឬមួយក៏អំបិលកាហ្វេខ្ញុំភ្លេចបាត់គ្រាន់តែកន្លែងគាត់ហ្នឹងគឺលក់ទល់មុខជាមួយណាគាសូម៉ានឹងមកនៅ Wall Street ទៅដល់ហ្នឹងគឺហៅមុនគេហ្មងគឺហៅ matcha ដែលមានដាក់ cream cheese ពីលើនេះបាទតម្លៃវិញដូចជា3រៀលជាងមួយកែវហ្នឹងបាទញ៉ាំគឺខ្ញុំរីកុំយកឲ្យផ្អែមតិចទៅដោយសារតែ cream cheese ខាងលើហ្នឹងគឺហ៊ានប្រៃឡំបើបានញ៉ាំជាមួយនឹង drink matcha ផ្អែមគឺរសជាតិឆ្ងាញ់ជាងមិនចេះតែនិយាយណាគឺ cream cheese ខាងលើហ្នឹងគឺមើលទៅណោមែនប្រតិមកគឺតែងតែចេះហើយមកកន្លែងទៀតហ្នឹងគឺខ្ញុំក៏បានមកញ៉ាំក្រែមដូងរបស់ខ្មែរហ្មងគឺលក់ទៅមុខ Smart Seven ក្រែមដូងរបស់ខ្មែរហ្នឹងគឺដំបូងឡើយខ្ញុំក៏អត់ស្គាល់ដែរដោយសារតែខ្ញុំឃើញគេផុសដល់ពេលចឹងទៅខ្ញុំស្គាល់កន្លែងគាត់ហ្នឹងបាទតម្លៃវិញក៏សមរម្យដែរបើយកអាក្រែមដូងហ្នឹងហ្មងគឺតម្លៃ5000បើសិនជាយកដូងហ្នឹងទេយកជាកែវกระดาษវិញគឺតម្លៃ3000បាទនិយាយពីរសជាតិវិញគឺក្រែមដូងនៅខាងគាត់ហ្នឹងឆ្ងាញ់មែនរសជាតិផ្អែមជាងពីក្រែមមួយសាច់ដូងហ្មងនិយាយទៅគឺអត់មានដាក់ស្ករបន្ថែមទេព្រោះមួយក៏ដល់កូកាប់អីហ្នឹងក៏អត់មានស្រូចដែរបន្ទាប់ពីទិញហើយចឹងគឺគេមានឲ្យស្ព្រេជាប់មួយនេះទៀតនិយាយទៅឡើងខ្ជូតហ្មងបាទទៅ Box Street ណាគឺកុំភ្លេចសាក់ក្រែមដូងនៅខាងគាត់ហ្នឹងផងនិយាយទៅរសជាតិឆ្ងាញ់មែន